อมซอยบ้านได้บางคนเนี่ยខ្ញុំបានឃើញព័ត៌មានគេផ្សាយថាសង្គ្រាមខ្មែរថៃចាខ្មែរហ្នឹងមិនបានបាត់បង់ទឹកដីឲ្យតែថៃទេថែមទាំងបានដីពីថៃមកវិញទៀត Oh my god តើមានប្រជាជនប្រហែលលានអ្នកណាចាដែលជឿព័ត៌មាននេះមើលជួយ comment ប្រាប់តិចមើលចាហើយបើយោងទៅតាម page របស់លោកអ៊ំសំអាងដែលបង្ហោះថ្មីនេះផងដែរចាគឺការប្រជុំហ្នឹង JBC ចាការប្រជុំ JBC ហ្នឹងគឺថាលោកហ៊ុនម៉ាណែតទាមទារប្រើប្រាស់ផែនទីបារាំងក៏ប៉ុន្តែសៀមគេថាបើសិនជាលោកហ៊ុនម៉ាណែតនៅតែប្រើប្រាស់ផែនទីបារាំងអញ្ចឹងគឺសៀមវាប្រើផែនទីរបស់សៀមដែលវាគូសវាខ្លួនវាចាអញ្ចឹងសរុបសេចក្តីមកបងប្អូនអាចទៅអាននៅលើ page ផ្លូវការរបស់លោកអ៊ំសំអាងដែលជាអ្នកជំនាញខាងព្រំដែនបានចាគឺបានន័យថាភូមិអូ3ជាន់ភូមិអីផ្សេងហ្នឹងណាចាគឺត្រូវដាក់បញ្ចូលគ្រប់គ្រងរួមគ្នាដោយទៅនឹងភូមិហេងសំរិនអញ្ចឹងចាគ្រប់គ្រងរួមគ្នាជាមួយនឹងយួនណាភូមិហេងសំរិនណាចាហើយដល់ពេលយើងគ្រប់គ្រងព្រមគ្នាជាមួយនឹងថៃចាគ្រប់គ្រងព្រមគ្នាចាអញ្ចឹងសរុបសេចក្តីមកចង់សួរទៅកាន់ប្រជាពលរដ្ឋខ្មែរណាចាប្រហែលលានអ្នកដែលជឿព័ត៌មានថាអត់បានបាត់បង់ដីហើយបានដីមកវិញគឺចង់សោយឲ្យតាយ៉ាស់មកអីមែនតាខ្ញុំស្អប់ដល់ខាងឆែធ្វើអីមិនទាន់ចេញលទ្ធផលទេតាំងពីដើមមកបងប្អូនឡើងកាន់តំណែង2ឆ្នាំហើយមិនទាន់ចេញលទ្ធផលតែបានអួតយកស្អីក៏ដោយអួតទុកមុនណាចាឲ្យវាចេញលទ្ធផលសិនមកចាបើសិនបានដីពីថៃវិញណាខ្ញុំផ្ទះដៃសាទោឲ្យតែខ្ញុំខ្លាចវាមិនអញ្ចឹងណាចាមិនទាន់ដឹងស្អីផងផ្សព្វផ្សាយប៉ាត់ណាប៉ាត់ដីនោះថៃគេចេញបដិសេធគេមិនបាននិយាយចឹងទេអូយខ្ញុំអត់យល់ទេខ្ញុំនិយាយមែនហើយអាខាងក្រោមហ្នឹងក៏ណាស់ទៀតអាមេធ្វើការអត់ទាន់ដឹងលទ្ធផលអីអាខាងក្រោមបោកខ្វះគូសបោកគូសធំគូសនិយាយរឿងគូសអញ្ចឹងដល់ឃើញដល់អីគេប្រេកចេញហ្វូណនចាមិនគូសបោកគូសធំអបអសាទើឥឡូវប្រេកចេញហ្វូប្រេកចេញហ្វូណននោះវាទៅដល់ណាទៅរឿងអីក៏ដោយកុំអួតមុនពេកធ្វើឲ្យចេញលទ្ធផលសិនមកចាវិញអាដៃជើងហ្នឹងក៏អញ្ចឹងទៀតវាអត់មានយល់ពីមេវាបន្តិចហ្មង